ពិតជាមិនឲ្យស្ងែកសរសើរមិនបានមែននិស្សិតបេនរតនាមកពីខេត្តកំពតទោះបីជាលំបាកយ៉ាងណាក៏មិនបោះបង់សេចក្តីស្រមៃរបស់ខ្លួនឡើយក្នុងការស្រឡាញ់វិស័យសិល្បៈក្លាយជាតារាចម្រៀងកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនថ្មីនេះមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមកំពុងតែភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញកំឡោះសង្ហាជានិស្សិតឆ្នាំទី3ផ្នែកតែងនិពន្ធបេនរតនាបានបង្ហោះខ្លឹមសារជាច្រើននៅលើបណ្ដាញសង្គមពីជីវិតតស៊ូរបស់ខ្លួនក្នុងការមករស់នៅរាជធានីភ្នំពេញដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនដើរនៅលើវិថីសិល្បៈបើទោះបីជាជួបឧបសគ្គស្ទើររភ្លេចក៏យុវជនកំសត់រូបនេះមិនដែលចុះចាញ់ឡើយពោលគឺនៅតែជំនះដើម្បីអនាគតភ្លឺថ្លានិងជាកោសិកាសង្គមជាតិមួយដ៏ល្អដែលធ្វើឲ្យប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមស្ងើចសរសើរប្រងព្រាតតែម្ដងយ៉ាងណាមិញតាមរយៈបណ្ដាញសង្គម Telegram និស្សិតបេនរតនាបានប្រាប់មកកាន់ក្រុមការងារចម្បក់ TV យើងខ្ញុំថាជំរាបសួរបងខ្ញុំបាទបេនរតនាមកពីខេត្តកំពតសប្តាហ៍ថ្ងៃខ្ញុំបាទជានិស្សិតឆ្នាំទី3ជំនាញតែងនិពន្ធនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំពោះអាជីពជាអ្នកសិល្បៈគឺប្អូនធ្វើចាប់តាំងពីចុងឆ្នាំ2021មកម្លេះដោយប្អូនមានបទចម្រៀងផ្ទាល់ខ្លួនដំបូងបទឃ្លាតកាយណាយចិត្តដែលមានការគាំទ្រគួរសមពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នានិស្សិតបេនរតនាបានបន្តទៀតថាការឡើងមករស់នៅភ្នំពេញនេះគឺពិតជាសម្បត្តិខ្លាំងណាស់សម្រាប់ប្អូនជាកូនអ្នកខ្វះខាតនៅតាមបណ្ដាខេត្តចំណែកឯបេះដូងផ្លូវចិត្តក៏មិនសូវល្អប៉ុន្មានដែរព្រោះបេះដូងស្រឡាញ់សិល្បៈប៉ុន្តែសិល្បៈត្រូវចំណាយលុយច្រើនដើម្បីចេញជារូបរាងតួយ៉ាងដូចជាទី1មិនទាន់មានការទទួលស្គាល់ច្រើនពីមហាជនទី2ខ្វះខាតធនធានក្នុងការផលិតចម្រៀងតាមក្តីស្រមៃមានការងារសិល្បៈដែលតែច្រៀងតាមកម្មវិធីតិចតួចបំផុតប៉ុន្តែខ្ញុំក៏មិនបោះបង់នោះឡើយខ្ញុំនឹងខិតខំស៊ូទៅមុខដើម្បីសេចក្តីស្រមៃរបស់ខ្លួនជាចុងក្រោយខ្ញុំសូមជូនពរនិងផ្ដល់ជាកម្លាំងចិត្តដល់អ្នកសិល្បៈក្រោយថាកុំទាន់បោះបង់នៅទៅស៊ូបន្តដំណើរទៅមុខទៀតជាមួយក្តីស្រមៃសម្រាប់សុភាសិតដែលនាំឲ្យខ្ញុំបាទតស៊ូមិនបោះបង់នោះគឺសិល្បៈជាចង្វាក់នៃដង្ហើមហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះសម្រាប់ពុកម៉ែបងប្អូនណាចង់ហៅប្អូនប្រុសបេនរតនាទៅច្រៀងក្នុងកម្មវិធីផ្សេងអាចតាក់ទងតាមលេខ Telegram របស់ប្អូនប្រុសផ្ទាល់0525172151031